ចំណែកឯកឧត្តមអ៊ុនវិសិទ្ធគុណប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យលើកឡើងថាការវាស់វែងនៅតាមបណ្ដោយព្រំដែនបានឆ្លុះបញ្ចាំងពីការខិតខំរបស់រាជរដ្ឋាភិបាលដ៏ឈ្លាសវៃនៃការដឹកនាំសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលផ្ដល់ភាពច្បាស់លាស់ក៏ដូចជាភាពត្រឹមត្រូវសម្រាប់ផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋក្នុងនាមខ្ញុំជាអ្នកនយោបាយខ្ញុំសង្កេតឃើញថាការចុះវាស់វែងនៅតាមបណ្ដោយបន្ទាត់ព្រំដែនក៏ដូចជាការខិតខំរបស់រាជរដ្ឋាភិបាលដែលមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចង្អុលបង្ហាញឲ្យឃើញពីទិសដៅនៃការវាស់វែងក្នុងលក្ខណៈឲ្យមានភាពច្បាស់លាស់ក៏ដូចជាភាពត្រឹមត្រូវសម្រាប់ផលប្រយោជន៍ជាតិក៏ដូចជាសេចក្តីសុខរបស់ប្រជាពលរដ្ឋឃើញថាមានទិសដៅក៏ដូចជាការអនុវត្តបានល្អខុសពីការចោទប្រកាន់ពីក្រមប្រឆាំងជលនិយមមួយចំនួនក៏ដូចជាការចោទប្រកាន់ពីបកពួកជាន់ពន្លិចរាជរដ្ឋាភិបាលនៅក្រៅប្រទេសផងដែរដូច្នេះខ្ញុំជាអ្នកនយោបាយក្នុងនាមខ្ញុំជាប្រធានគណៈបកកម្លាំងប្រជាធិបតេយ្យខ្ញុំមានតែការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមឲ្យជឿជាក់លើការវាស់វែងក៏ដូចជាការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើងជាមួយនឹងកិច្ចការនេះតាមរយៈបណ្ដាញសង្គមផ្លូវការរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានសង្ឃឹមថាការបកស្រាយពន្យល់របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននឹងផ្ដល់នូវភាពកក់ក្ដៅនិងជំនឿទុកចិត្តលើការខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយហ្មត់ចត់និងប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីជំនាញព្រំដែនកម្ពុជាក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានៅក្នុងការការពារអធិបតេយ្យនិងបូរណភាពទឹកដីដោយជានិច្ចកាលតែងតែតម្កល់នៅឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ។